ពីម្សិលមិញឃើញចាប់ម្នាក់គណៈបកកម្លាំងជាតិថ្ងៃនេះយោងតាមអាស៊ីសេរីឃើញចាប់ម្នាក់ទៀតគណៈបកកម្លាំងជាតិថ្ងៃស្អែកសប្តាហ៍ក្រោយអាទិត្យក្រោយឆ្នាំក្រោយស្រីឡៃស្ទឹកត្រីក៏គណៈបកប្រជាជននៅតែបន្តចាប់ដែរពីព្រោះដោយដែលសូនតារានិយាយពាក្យដ៏ល្បីរបស់សូនតារាមួយដែលខ្ញុំប្រៀបធៀបទៅនឹងអក្សរសិល្ប៍ដូចជាអក្សរសិល្ប៍ខ្មែរគេច្រើនប្រៀបធៀបទៅទុនសាយអក្សរសិល្ប៍សូនតារាខ្ញុំប្រៀបធៀបភាពផ្ដាច់ការរបស់គណៈបកប្រជាជនរបស់ហ៊ុនសែនទៅនឹងអីណាឥឡូវខ្ញុំចង់ដឹងកន្លងមានបងប្អូនណាគាត់ឆ្លើយត្រូវទៀតបើមានបងប្អូនឆ្លើយ100បន្ទុកតែម្នាក់ក៏បានដែរមានទ្រឹស្ដីសូនតារាមួយនិយាយថាអានឹងវាបញ្ជាក់និយាយថាម៉េច bla 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 តាស្អីឡាបងប្អូនខ្ញុំនិយាយបដាល់ខ្ញុំអានខមមិនបងប្អូនបដាល់តើអ្នកណាចាំទ្រឹស្ដីសូនតារាហើយខ្ញុំមិនដែលរំពឹងតតែសាច់ថាហ៊ុនសែនណែហ៊ុនម៉ាណែតហ្នឹងបដូរអិរិយាបថអ្នកខ្លះគេនិយាយថាអូហ៊ុនសែនគាត់សាហាវគាត់ចាប់ចងហ៊ុនម៉ាណែតឡើងមកគាត់ជាអ្នកបញ្ញវន្តរៀននៅអាមេរិកគាត់ជាអ្នករៀននៅអង់គ្លេសគាត់មានផ្នត់គំនិតគូក្បាលថ្មីគាត់អាចកែប្រែមុខមាត់ប្រទេសកម្ពុជាពីកុម្មុយនីសផ្ដាច់ការទៅជាសេរីគាត់អាចអញ្ចឹងមានអន្តរជាតិខ្លះក៏គេគិតតែអញ្ចឹងដែរអញ្ចឹងបានជាអន្តរជាតិខ្លះគេគាំទ្រហ៊ុនម៉ាណែតដោយគេរំពឹងថាកូននឹងមិនអត់នឹងមិនដូចឪពុកទេគេគិតថាហ៊ុនម៉ាណែតគាត់ខុសពីឪពុកគាត់ហ្នឹងគឺគាត់ចេញពីសង្គ្រាមគាត់ចេញពីបកកុម្មុយនីសគាត់ចេញពីយួនសង្គ្រាមយួនសង្គ្រាមចិនសង្គ្រាមប៉ុលពតអីចឹងទៅប៉ុន្តែហ៊ុនម៉ាណែតគឺជាបរិបទថ្មីគាត់គឺជាបញ្ញវន្តណាទីបំផុតមកពីអាមេរិកហើយនឹងពីអឺរ៉ុបចឹងខួរក្បាលរបស់គាត់តែជាមិនដូចឪទេគេអន្តរជាតិគេសង្ឃឹមទៅលើហ៊ុនម៉ាណែតអើយវិសុទ្ធតិន100បន្ទុកតែខ្ញុំនិយាយខ្ញុំអានមុននេះច្រឡំផ្នែកខ្ញុំនិយាយមែនតែខ្ញុំចោលផ្នែកពីព្រោះខ្ញុំអាននៅពេលណាខ្ញុំដាក់សំណួរថានិតតុកស៊ី100បន្ទុកបើខ្ញុំអត់ដាក់សំណួរខ្ញុំអត់ចលិះរីខមមិនទេបាទនេះជាបញ្ញាអ្នកដែលអត់100បន្ទុកគឺមានន័យថាអត់ត្រូវបាទនេះសានឌីថូបាទសូនតារាអូខេអាហ្នឹងហើយមួយទៀតមែនទេវិរៈសុខអត់ទេបាទខ្ញុំប្រៀបធៀបទៅសាច់មែនទេទឹកសូឡូសៃហាក់អេរិកសិនមានអ្នក100បន្ទុក2អ្នកខ្ញុំចង់មើលម្នាក់ទៀតអ្នកណាដែលមាន100សុំ100ម្នាក់ទៀតរិនដាកឹមអត់ទាន់ឃើញទេមែនទេណាក់នៀកសាឡនក៏អត់ទាន់ឃើញដែរហ៊ុនបូកសែនស្មើគ្រឿងបោកអានឹងទូទៅបងប្អូនណាមានពេលខ្លះបងប្អូនមើលទូរទស្សន៍សូនតារាស្មើនឹងបងប្អូនអានសភៅ10ក្បាលអូស៊ីតពិសិដ្ឋអូស៊ីល100បន្ទុកប្រាសាទ5 100បន្ទុកមានណាកូនខ្មែរ100បន្ទុកណាបងប្អូនតែខ្ញុំនិយាយមិញទ្រឹស្ដីសូនតារាបើបងប្អូនមើលកម្មវិធីផ្សាយផ្ទាល់បងប្អូនមានបិចកត់ណាបងប្អូនអាចសរសេរសភៅមួយក្បាលហើយស្មើនឹងបងប្អូននឹងអានសភៅ10ក្បាលហើយស្មើនឹងបងប្អូននឹងមើលពិភពលោកមើលនេះអានេះសារូណាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាថាដើរដូចអត់មានអីខុសត្រង់ពាក្យសម្ដីរបស់សូនតារាមួយទេខេនី GKH ខ្លាអត់ស៊ីស្មៅទេ100បន្ទុកណាដូចប្រុសសេងហ្នឹងណាខ្លាមិនស៊ីស្មៅទេខ្លាមិនស៊ីស្មៅទេអូនណាខ្ញុំពាក្យសូនតារានិយាយនេះគឺមានន័យថាហ៊ុនសែននឹងមិនមានធម៌មេត្តាទេមិនមានធម៌មេត្តាទេណាសូម្បីតែឪពុករបស់ខ្ញុំដែលអត់មានអីសោះគាត់ប្រើប្រាស់អារម្មណ៍របស់ខ្លួនគាត់នេះដើម្បីទៅចាប់ឪពុកខ្ញុំដាក់គាត់អានឹងមួយទៀតហ៊ុនម៉ាណែតទីរ៉ាមិនមែនហ៊ុនសែនតែហ៊ុនម៉ាណែតយើងមើលភរិយាគាត់ជានរណាភរិយាគាត់ជាអ្នកយល់ដឹងជ្រៅជ្រះអំពីធម៌គឺគុណធម៌ដ៏ឧត្តមឧត្តមនៅក្នុងព្រះពុទ្ធសាសនាប៉ុន្តែគេថាឆ្នាំណាគ្រប់ហ្នឹងយើងមិនជឿថាភរិយារបស់គាត់កៅច័ន្ទមនីណាដៃមានឧត្តមគតិចំពោះព្រះពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់ទៅនៅជាមួយប្តីដែលអត់គុណធម៌
ចាប់ជន់ស្លុតត្រង់ដាក់គុកខ្មែរយើងគេថាឆ្នាំងណាគ្រប់ណាបើសិនជាហ៊ុនម៉ាណែតគាត់មានចិត្តណែសាហាវគាត់មិនអាចមានប្រពន្ធដែលមានឧត្តមកតេទេបងប្អូនគាត់មិនអាចទេវាអត់ស៊ីដូចវាអត់ស៊ីគ្នាណាចុះបើសិនជារឿងជាក់ស្ដែងយើងឃើញគាត់ដែរចាប់គេដាក់គុកប៉ុន្តែភរិយាគាត់ជាអ្នកអប់រំព្រះពុទ្ធសាសនាដ៏ល្បីល្បាញអញ្ចឹងមានន័យថាម៉េចមានន័យថាខ្លានេះមិនស៊ីស្មៅទេបើសិនជាហ៊ុនម៉ាណែតសាហាវប្រពន្ធរបស់គាត់គឺជាអ្នកដែលមានគុណធម៌ឧត្តមឧត្តមនៅក្នុងផ្លូវព្រះធម៌មានន័យថានេះជាការបោកប្រាស់ទេគ្រាន់តែយកធម៌យកមកធ្វើអាជីវកម្មបិទបាំងតែប៉ុណ្ណោះពីព្រោះអាជាក់ស្ដែងយកអត់អញ្ចឹងអាជាក់ស្ដែងបើសិនជាប្តីជានាយករដ្ឋមន្ត្រីហើយនឹងប្រពន្ធជាមនុស្សដែលមានគុណធម៌ជាអ្នកដែលគោរពនៅព្រះធម៌របស់ព្រះពុទ្ធគួរតែមានអធិពលព្រោះថាប្រពន្ធឆ្នាំងនឹងរឿងឲ្យប្តីក្របផ្សេងឥឡូវយើងសួរចេះណាឬក៏ប្តីក្របនឹងរឿងប្រពន្ធឆ្នាំងផ្សេងវាអត់ត្រូវគ្នាវាមិនទៅវាអត់ត្រូវគ្នាសោះវាអត់ត្រូវគ្នាណាអានឹងឯងបានថាបងប្អូនគេមើលលើទង្វើបើសិនជាភរិយារបស់ហ៊ុនម៉ាណែតហ្នឹងគាត់ពិតជាអ្នកដែលមានសិលដែលជាអ្នកមានឧត្តមម្នាក់ឧត្តមកតេជាស្ត្រីទី1ដែលល្អខ្ពង់ខ្ពស់រឿងអីមិនប្តីគាត់ផ្សេងគឺមិនអាចទេបងប្អូនមិនអាចទេបើសិនជាផ្សេងចន្ទរិកិនអេងមករាមានន័យថាយកព្រះពុទ្ធសាសនាបាំងមុខបិទបាំងប្រជាពិធដើម្បីបោកភ្នែកមហាជនតែប៉ុណ្ណោះសកម្មភាពជាក់ស្ដែងដល់ទៅចាប់តែមនុស្សដាក់គុកអញ្ចឹងបានជាសូនតារាថាខ្លាមិនស៊ីស្មៅទេគឺវាស៊ីសាច់ហ៊ុនសែនការចាប់ចងរបស់គាត់ហ្នឹងគឺជាសារជាតិរបស់គាត់នឹងមិនបដូរអេរិយាបថណាមួយឡើយមែនទេរឿងហ៊ុនសែនចាប់ចងជារឿងមួយធម្មតាហើយយើងត្រូវតែផ្លាស់ប្ដូរនៅវប្បធម៌នយោបាយនេះទៅជាធម្មតាបែបយើងវិញគឺការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យអញ្ចឹងខ្ញុំបានចង់ជាសំណួរសួរថាតើសហគមន៍អន្តរជាតិគិតយ៉ាងដូចម្ដេចបងប្អូនខ្ញុំធ្លាប់លើកជាប្រធានបទមួយហើយថាបើហ៊ុនសែនគាត់មិនបដូរវប្បធម៌នយោបាយទេគុំសង្ឃឹមថាអន្តរជាតិជួយកម្ពុជាពេញដៃឲ្យសោះជាប្រទេសជាពិសេសប្រទេសអឺរ៉ុបមានប្រទេសស៊ុយអែតមួយគឺគេអត់ចូលចិត្តទេរហូតដល់ដកទូទៅដោយសារតែការចាក់ចងមនុស្សនឹងឯងមួយទៀតចម្លើយឲ្យចំទៅដោយតែខ្ញុំនិយាយអញ្ចឹងចំពោះថៃខ្ញុំប្រៀបធៀបវិញអន្តរជាតិពិភពលោកគេដឹងថាថៃឈ្លានពានកម្ពុជាប៉ុន្តែគេមិនអាចថ្កោលទោសឬក៏គេមិនលូកមាត់ដើម្បីផលប្រយោជន៍នយោបាយនិងផលប្រយោជន៍ពាណិជ្ជកម្មណាឬក៏ដើម្បីផលប្រយោជន៍ឥទ្ធិពលអ្វីមួយដូចគ្នាអន្តរជាតិគេដឹងថាប្រទេសកម្ពុជារំលោភសិទ្ធិមនុស្សគេស្អប់ប៉ុន្តែរឿងព្រំដែនរឿងថៃឈ្លានពានកម្ពុជាជាច្បាប់អន្តរជាតិទេណានិងរឿងសិទ្ធិមនុស្សគេអាណិតប្រជាជនអាណិតជនភាសាដែលរងដោយសារសង្គ្រាមពីព្រោះនៅលើលោកនេះសង្គ្រាមនាំឲ្យមានវិបត្តិច្រើនហើយសំបីតែរបបប៉ុលពតក៏អង្គការសហប្រជាជាតិជួយដែរមិនក៏យើងមិននិយាយថាអង្គការសហប្រជាជាតិជួយប៉ុលពតបងប្អូនមានដឹងរបបប៉ុលពតឬក្រោយរបបប៉ុលពតក្រោយពីយួនវាយកាន់កាប់ទសវត្សរ៍ឆ្នាំ80ហ្នឹងកម្ពុជាមានជនភៀសខ្លួនតាមព្រំដែននៅតាមជំរំនឹងជំរំសាយប៊ីជំរំខាវដាងអីផ្សេងហ្នឹងយើងមិនក៏ថាប៉ុលពតជួយខ្មែរក្រហមទៅអត់ទេអន្តរជាតិគឺគេជួយនៅពេលណាដែលមនុស្សមានទុក្ខមានសង្គ្រាមដូចគ្នាប្រទេសកម្ពុជាអន្តរជាតិគេចាប់ផ្ដើមចូលទៅជួយចូលទៅសម្របសម្រួលដោយអាមេរិកអីហ្នឹងណាគឺដោយសារប្រទេសកម្ពុជាមានទុក្ខមានសង្គ្រាមដូចដែលជំនាន់ប៉ុលពតដែលកាត់សម្លាប់គ្នាបង្ហូរឈាមស្រុកខ្មែរអង្គការសហប្រជាជាតិនឹងគឺចូលជួយដូចគ្នាគឺជួយជនរងគ្រោះឥឡូវហ្នឹងណាគេអត់មានតែជួយហ៊ុនសែនទេនេះប៉ុន្តែបើសិនជាហ៊ុនសែនគាត់បដូរវប្បធម៌នយោបាយគឺគេជួយគាត់តែម្ដងហើយយើងមានប្រៀបឈ្នះតែម្ដងបាទនេះមានប្រៀបឈ្នះទៅលើឆាកអន្តរជាតិគឺសំខាន់ណាត្រឡប់ទៅថៃវិញអាមេរិកណាគឺបានដាក់ប្រទេសថៃចូលទៅក្នុងបិទទឹកដីអានឹងរឿងអីគឺរឿងដោយសារតែថៃណាប្រមាថមើលងាយច្បាប់អន្តរជាតិឬក៏មើលងាយតាមខ្ញុំយល់ណាអាមេរិកដូចគ្នាហ៊ុនសែនហ្នឹងគាត់ចាប់មនុស្សបន្តក្នុងអំឡុងពេលដែលប្រទេសភូមានិងប្រទេសវេណេស៊ុយអេឡាមានការដោះលែងមនុស្សអញ្ចឹងអន្តរជាតិគេដឹងគេយល់
គ្រាន់តែគេអត់ចលក់មាត់ព្រោះពេលមានពេលខ្លះដូចខ្ញុំនិយាយចឹងចលក់មាត់ទៅរកមនុស្សអន់ធ្វើឲ្យខ្លួនឯងអន់គេចលក់មាត់គេមានឋានៈរបស់គេត្រូវចលក់ឧទាហរណ៍ថាអាមេរិកបារាំងនេះគេចលក់មាត់រករុស្ស៊ីចឹងទៅគេចលក់មាត់រកចិនអាមេរិកគេចលក់មាត់រកបារាំងរកម៉ាក្រុងចលក់មាត់ទៅហើយដល់កលេសទៅប្រទេសកម្ពុជាគេដឹងតែគេចលក់មាត់ជាមួយទេដូចដូណាល់ត្រាំដូចអីនេះគេអត់ចលក់មាត់ជាមួយទេព្រោះការចលក់មាត់ក៏វាគិតអំពីឋានៈដែរនៅក្នុងពិភពលោកគឺបងប្អូនចំណាំមើលអញ្ចឹងណាដូចរុស្ស៊ីអីអ្នកឯងធ្វើអីក៏ចលក់មាត់ដែរវាអត់ចាប់អារម្មណ៍ទេប៉ុន្តែបើអាមេរិកធ្វើវាចលក់មាត់បើបារាំងអឺរ៉ុបធ្វើណាតូធ្វើវាចលក់មាត់ប៉ុន្តែបើកម្ពុជាក៏ពេកពុកគេអត់ចលក់មាត់តែច្រើនអ្នកចលក់មាត់ត្រឹមតែអ្នកការទូតអ្នកមន្ត្រីទូតតូចតាចអីធម្មតាហ្នឹងណាសំណាងមកអញ្ចឹងអន្តរជាតិគិតយ៉ាងដូចម្ដេចអន្តរជាតិគឺគេថ្កោលទោសនៅក្នុងចិត្តហើយគេធ្លាប់ថ្កោលទោសជាច្រើនមកហើយប៉ុន្តែរឿងសង្គ្រាមគឺគេជួយប្រជាជនជួយមនុស្សធម៌និងជួយវិបត្តិសន្តិសុខតំបន់ដោយការពីអង្គការសហប្រជាជាតិអន្តរជាតិជួយជនភៀសខ្លួនទៅតាមព្រំដែនហ្នឹងប្រទេសមានសង្គ្រាមតើមិនក៏យើងមិនថាគេជួយប៉ុលពតអត់មានទេណាសេងគ្រីសអញ្ចឹងបានជាចំណុចទី1ដែលខ្ញុំស្នើជាការសំណូមពររបស់សូនតារាវិញថាបើអាណិតប្រទេសកម្ពុជាសូមគំនាំប្រទេសកម្ពុជាចូលទៅក្នុងរបបផ្ដាច់ការដែលមានលំនាំដោយក្រេះជាងអីខ្ញុំម្នេះខ្ញុំថាបើសិនជាហ៊ុនម៉ាណែតគាត់ជានាយករដ្ឋមន្ត្រីអភ័យឯកសិទ្ធិនាយករដ្ឋមន្ត្រីអភ័យឯកសិទ្ធិមានន័យថាគាត់គឺមានមនសិការរបស់គាត់ដែរគាត់ជាមនុស្សគាត់មានសតិសម្បញ្ញៈគាត់មានបេះដូងគាត់មានឧត្តមគតិរបស់គាត់មិនមែនជាអាយ៉ងរបស់ឪគាត់មិនមែនជាមនុស្សយន្តទេគាត់គួរតែមានសេចក្តីសម្រេចគាត់គួរតែមានទស្សនៈណាមួយដែលមើលទៅឃើញថាល្អភ្លឺស្វាងនេះអាចបញ្យល់ឪពុករបស់គាត់ថាពុកខ្ញុំមានកំណើតអីខ្ញុំដុសហើយខ្ញុំមិនមែនឪមូលជាឆ្វេងស្ដាមទៅមុខមកក្រោយណាអង្គុយឈរត្រូវបង្ហាញប្រាប់ឪថាខ្ញុំជាកូនដែលមានសមត្ថភាពពេញលេញមិនធ្វើឲ្យឪអស់សង្ឃឹមទេអញ្ចឹងហ៊ុនម៉ាណែតគាត់គួរតែមានសេចក្តីសម្រេចមើលទៅឃើញថាចរន្តពិភពលោកឬក៏ចរន្តនៅក្នុងប្រទេសកម្ពុជានឹងគួរតែស្ថិតនៅក្នុងលក្ខខណ្ឌឬក៏លក្ខណៈនយោបាយបែបណាវិដួងយើងមិនអាចដឹកនាំប្រទេសយើងពីមួយថ្ងៃទៅមួយថ្ងៃឈានទៅរកភាពផ្ដាច់ការបានទេហើយកុំច្រឡំកុំយកបញ្ហាព្រំដែនជាលេសដើម្បីទៅចាត់មនុស្សដោយមើលឃើញថាឯងធ្វើអីអញមិនបានសំខាន់ខ្លួនឯងយកទឹកដីនឹងមិនបានមកវិញណាប្រជាជនចាំតែចងចិត្តឈឺចាប់ណាបងប្អូនណាប្រជាជនឈឺចាប់ណាគេបច្ចុប្បន្ននេះណាសមត្ថភាពគេលែងសូវចាប់អារម្មណ៍គេមិនឲ្យតម្លៃទៅលើហ៊ុនសែនហ៊ុនម៉ាណែតនឹងគេមិនឲ្យតម្លៃទៅលើសមត្ថភាពនៃការចាប់មនុស្សដាក់គុកទេអានឹងគេតេស្តឌីលទេឥឡូវនេះគេឲ្យសមត្ថភាពទៅលើថាតើយកដីបានមកវិញថ្ងៃណាប្រជាជនរាប់ម៉ឺនអ្នកហ្នឹងកុំបន្លំកុំទៅដើរចាប់មនុស្សបន្លំច្រើនពេកបដោតណបច្ចុប្បន្នហ្នឹងណាចាប់មនុស្សដាក់គុកហ្នឹងមនុស្សវិឈូចាប់ចន្ទទីមកប៉ុន្តែប្រជាជននិងពិភពលោកគេកំពុងតែផ្ដោតការយកចិត្តទុកដាក់សំខាន់នេះគឺថាតើយកដីប្រជាជនពេលណានេះបានទៅនៅផ្ទះវិញដូចជាចិនដែលខ្ញុំនិយាយអំបញ្ញមិញហ្នឹងសូមសរសើរចិនដែលបានទៅដោះបន្លាលុះចេញពីតំបន់ហ្នឹងទៅរស់នៅវិញហ្នឹងណាខ្ញុំថាតើយើងធ្វើកិច្ចការនឹងបានហើយនៅចឹងបានថាខ្មែរយើងដូចខ្ញុំធ្លាប់ឃើញវីដេអូជេមសុកមួយខ្លីគេយកដាក់ក្នុង TikTok ហ្នឹងជេមសុកគាត់ដាក់រូបធំហើយគាត់ចង្អុលរូបសម្ដេចតេជោណាគាត់ថាចង្អុលគាត់និយាយពាក្យអក្សរខ្ញុំនិយាយមិនចេះនិយាយគាត់ថាបានតែខ្មែរគ្នាឯងទេចឹងគាត់ថាបានតែខ្មែរគ្នាឯងទេជេមសុកកន្លែងណាគាត់និយាយត្រូវណាគាត់ចង្អុលមុខហ្នឹងគាត់ចង្អុលមុខគាត់ថាបានតែខ្មែរគ្នាឯងទេថៃហ្នឹងឲ្យស្វត់មែនញ័រតតាក់ឥឡូវហ្នឹងគឺបញ្ហាការរួបរวมសាមគ្គីហ្នឹងគឺវាអត់សំខាន់ទៅលើការចាប់ចងទេមួយទេបងប្អូនការចាប់ចងណាហើយមិនចាប់ទៅគណៈបព្វប្រឆាំងនេះគណៈបព្វប្រឆាំងគឺក្រុមតែបោះឆ្នោតទេតើអ្នកដែលធ្វើឲ្យបាត់បង់ទឹកដីគឺគណៈបព្វប្រជាជននិងថៃពីរអ្នកហ្នឹងមានន័យថាគណៈបព្វប្រជាជនដឹកនាំប្រទេសជាអ្នកដែលធ្វើឲ្យទឹកដីគង់វង្សនិងអ្នកធ្វើឲ្យបាត់បង់ទឹកដីមិនគណៈបព្វប្រឆាំងទេអ្នកដែលទទួលខុសត្រូវមែនទេថៃគឺជាចៅឈ្លានពានទឹកដីប្រទេសកម្ពុជាណែគណៈបព្វប្រឆាំងវាអត់មានអីដែលធ្វើឲ្យបាត់ដីបងប្អូនវាអត់មានធ្វើអីទៅជាចលាចលវាអត់មានធ្វើអីឲ្យទៅជាភ្លើងឆេះព្រៃវាអត់មានបើតែមកចាប់ទូទៅបងប្អូនថាអូអ្នកនេះចាប់នឹងអត់តែភាគច្រើនអ្នកបញ្ចេញមតិហើយបានចាប់តែគណៈបព្វប្រឆាំងគណៈបព្វប្រឆាំងហ្នឹងបងប្អូននៅក្នុងកៅភ្នែក
របស់សហគមន៍អន្តរជាតិគឺស្អីទេគឺនិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សណាអញ្ចឹងបានជានៅលើពិភពលោកយើងនេះបើកាលណាគេចាប់មនុស្សដតីចាប់អីហ្នឹងគេអត់ទៅជាចាប់អារម្មណ៍ប្រមាណទេអានេះប៉ុន្តែបើចាប់គណៈបពប្រឆាំងណាអាហ្នឹងគឺសម្ពាធនៅសម្ពាធក្នុងចិត្តនៅគូធ្ងន់ធ្ងរនៅសល់តែរឿងមួយនេះគឺអ្នកខ្មែរនៅក្រៅប្រទេសបន្ទាប់ពីបន្តិចទៀតទៅនឹងមានខ្ញុំជឿថាជាលោកស្រីបូស៊ូក៏ដោយលោកសំស៊ីក៏ដោយគឺអាចនឹងមានយុទ្ធនាការមួយពាក់ព័ន្ធនឹងសិទ្ធិមនុស្សពីព្រោះនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺទឹកដីយើងមិនអាចក្នុងអំឡុងពេលតែមួយហ្នឹងប្រើភាពព្រៃផ្សៃបានហើយទទួលដើម្បីសុំទទួលការគ្រប់គ្រងពីសហគមន៍អន្តរជាតិទេបាទទេអញ្ចឹងបានខ្ញុំនៅនិយាយថាខ្ញុំស្នើខ្ញុំសុំថាបើមិនមែនគាត់គឺជាអ្នកដែលម្ចាស់ការឯករាជ្យគាត់គឺជាអ្នកដែលមានឧត្តមគតិមនសិការពិតប្រាកដមែនគាត់គួរតែអាចធ្វើអ្វីមួយដែលជាឧត្តមគតិរបស់គាត់ដែរបាទនេះឧត្តមគតិរបស់គាត់បាទនេះទោះបីជាផ្ទុយពីឪពុករបស់គាត់ក៏ដោយប៉ុន្តែខ្ញុំនៅតែត្រឡប់ទៅវិញនេះជាការស្នើជាការរំពឹងអានឹងគេហៅជាការចង់បាននេះជាអ្វីដែលយើងចង់បានទេប៉ុន្តែខ្ញុំនៅតែត្រឡប់ទៅវិញនឹងដោយទ្រឹស្ដីសនរៈដើមនឹងរឿងពិតគឺថាខ្លាមិនស៊ីស្មៅឡើយអានិសាលូណាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នត់គំនិតដូច្នេះអន្តរជាតិមើលឃើញយ៉ាងដូចម្ដេចអន្តរជាតិមើលឃើញថារបបហ៊ុនសែនគឺជារបបផ្ដាច់ការគេអត់គ្រប់គ្រងទេអន្តរជាតិគិតយ៉ាងដូចម្ដេចអន្តរជាតិគិតថាគេមិនគ្រប់គ្រងរបបផ្ដាច់ការហើយគេនឹងកោតទោសបន្តទៀតចុះអន្តរជាតិគេគិតយ៉ាងម៉េចចំពោះនៃសង្គ្រាមចំនួនប៉ុលពតក៏អន្តរជាតិជួយដែរអង្គការសហជីវជាតិបច្ចុប្បន្ននេះអន្តរជាតិគេមើលទៅលើបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃនៅតាមព្រំដែនគឺជាបញ្ហាសន្តិសុខតំបន់បញ្ហាសិទ្ធិមនុស្សបញ្ហាជនភៀសសិទ្ធិបញ្ហាជនភៀសខ្លួនសង្គ្រាមនិងបញ្ហាអាយុជីវិតរបស់មនុស្សជាតិដូច្នេះគឺអន្តរជាតិគេអន្តរាគមក្នុងកម្រិតសន្តិសុខតំបន់កម្រិតឥទ្ធិពលរបស់ចិននៅលើតំបន់អាស៊ានកម្រិតសិទ្ធិមនុស្សនិងអាយុជីវិតជនស៊ីវិលប៉ុន្តែបើឲ្យគេណាទៅជួយពេញដៃពេញជើងឲ្យមានឥទ្ធិពលគឺអត់ទេអញ្ចឹងបានខ្ញុំថាឱកាសនេះគឺជាឱកាសមួយដែលគណៈបកប្រជាជនគួរតែកសាងខ្លួនដើម្បីទទួលបានចំណាប់អារម្មណ៍ឲ្យបានទូលំទូលាយពីអង្គការសហប្រជាជាតិពីសហគមន៍អឺរ៉ុបពីសហរដ្ឋអាមេរិកតាមរយៈការគោរពសិទ្ធិមនុស្សណាដើម្បីហៅអាមេរិកហៅអង្គការសហជាតិឬក៏សហភាពអឺរ៉ុបហ្នឹងឲ្យគេមានសន្តានចិត្តល្អជាមួយយើងឲ្យគេហ៊ានតតាំងជាមួយថៃដើម្បីឲ្យកម្ពុជានឹងជាងាកទៅជាសម្ព័ន្ធមិត្តនេះក្នុងបេះដូងរបស់គេដែរប៉ុន្តែខ្ញុំមើលទៅអត់ទេបាទខ្ញុំមើលទៅអត់ទេដូច្នេះហើយបានជាខ្ញុំតែងតែលើកប្រធានបទដែលឆ្លុះបញ្ចាំងពីសច្ចធម៌មួយគឺថាប្រទេសកម្ពុជានៅតែប្រកាន់វប្បធម៌នឹងទឹកដីនៅតែបាត់ពីព្រោះអន្តរជាតិអត់ជួយពេញដៃពេញជើងទេគេគ្រាន់តែអាណិតប្រជាជននិងសន្តិសុខតំបន់ប៉ុន្តែគេមិនចូលចិត្តវប្បធម៌របស់មេដឹកនាំប្រទេសប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាប់ខោជន់បដិការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបវរៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបាទឥឡូវនេះបងប្អូនទេដូចអត់ឃើញខ្មោចឡងប្រហែលថ្ងៃនេះណាម្សិលមិញនេះឃើញចេញមកមួយពីរដែរហើយបាត់ទៅវិញទៅថ្ងៃនេះ Live Mom Good evening Philo Professor បាទតារាសូនសួស្ដីបែរទៅគាត់ទើបបញ្ចូលlênមកទៅអ្នកដែលទើបបញ្ចូលអាចទៅមើលឡើងវិញបានបាទការផ្សាយផ្ទាល់របស់ខ្ញុំថ្ងៃនេះមានខ្លឹមសារល្អណាពាក់ព័ន្ធជាមួយនឹងថៃមិនគួរជួយមកខ្ញុំប្រាប់អើគាត់ណាឥឡូវយើងនិយាយលេងទៅគឺថាខ្ញុំនឹកមិនដល់ទេខ្ញុំសូម្បីតែខ្ញុំក៏តែងតែមើលឃើញថៃនៅក្នុងតម្លៃខ្ពស់ខ្ញុំមិននឹកស្មានតែថៃមានថ្ងៃនេះណាមានឈ្មោះនៅក្នុងបញ្ជីគេបិទដែរអត់ណាបងប្អូននេះអត់យ៉ាងវៀតណាមទៅទៀតណាខ្មែរខ្ញុំមានចម្លែកទេខ្មែរយើងខ្មែរឡាវហើយនឹងភូមាហើយប្រទេសថៃមានឋានៈអីដែលជាប្រទេសអាស៊ានមហាអំណាចមួយទាំង10ប្រទេសណាមកធ្លាក់ឋានៈស្មើប្រទេសកម្ពុជាមកធ្លាក់ឋានៈស្មើប្រទេសឡាវដែរខ្ញុំភ្ញាក់ផ្អើលអញ្ចឹងបានខ្ញុំលើកទៅក្នុងនៅក្នុងប្រធានបទទី1នឹងហើយដើម្បីជាចម្លើយបងប្អូនណាលោកគ្រូគេប្រទេសទាំង75នោះតើលោកគ្រូមានអីតែថៃមាន4ប្រទេសណានៅអាស៊ានយើងមានកម្ពុជាឡាវភូមាដែរតើមានអានឹងជារឿងធម្មតាកម្ពុជាឡាវភូមាអានឹងរឿងធម្មតាអ៊ីសានប្រៃប៉ុន្តែរឿងមិនធម្មតាហ្នឹងគឺសូម្បីតែខ្ញុំក៏គោរព
ไทยออกจ้าเลยนะมันสมัยไทยเมียนชั่วโมงในขนมบัญชีบัตรกิจการเตาประเวศระบบอะไรเลยบาเมาบัตรลงหอยหรือครูนะแต่ว่าบาอีสานเดอร์ไพรส์สำนักมก maybe if they listen to your speaking right บาแต่ว่าบาเนี่ยเฟิร์สไรโกนกักสิก่อบาเติบโจลเมื่อลำบานไม่ลงปุถิริตเนี่ยลงปุถิริตไทยอันเจียงแอกยกเงียบเอาหรือเปล่านะยกเงียบเอาเหมือนกูนะไทยชิมบักซ่าเหมือนตอนนี้ยิ่งสมัยที่ไทยสมบูรณ์มากผมไทยสมบูรณ์มากบรรทัดอันนั้นเรียนตั้งจริงจังจบบาธรรมดาเลยเรื่องนึงเรียนหนึ่งเมียนมันต่อเตียดให้บทสันจีปฏิมวยเด็กบัดบังการความโตรปีอันตรจีนั่นนะเศรษฐกิจกบบัดสปีวอดกบทอยได้กัมพูชีเดี๋ยวมีการความโตรอันตรจีนั่นนะเศรษฐกิจกบครั้งสปีวอดกบครั้งไหนปีโปรตัวใบยังมีลอยก็ได้มันประกอบท้ากิโลอาวุธเอาได้อาวุธจิตตุกิโลไอสปอนน์บัดตาเนี่ยที่จะลองทางขยมเป็นลอยแต่ตีอย่างพวกอเมริกไม่ลอยหมายมันเนี่ยคลายแต่เฮียนกี่คลายนั่นเนี่ยคือไม่กี่ลอยกับหมายจังในทักกิโลเอาตัวนั้นจีสัมปอนน์บัดไทยเขียนเมียนจุ่มนินเสลาเด็ดไปนั่งจุ่มนินเนี่ยจุ่มนินระบบเกตอบรมนายน้อมขนมกาปลายปลายนะจังการจองสัมปอนน์มันสำคัญให้สัมปอนน์มันมือเตี้ยยืนอัพชีกระดับได้ยืนมันบัดจองไม่ยืนกรอนแต่กรมรวบรวมสติมนุษย์กรมเฟื่อการจับจองมนุษย์เนี่ยดับไปเตี้ยปีนหนึ่งการความโตรปีชาอันตรายอันนั้นคืออ๋อให้กรมจะล้อมทางสถานการณ์นโยบายเนื้อรบน้ำได้ไต่จะไปปลุกไม่ได้ทำไมคนสายก็เท่าอันจะไปปลุกเริ่มพิภพโลกวินเจโดนาตรัมวินเจเนื้อเป็นวินเจเนื้อรบวินเจองการสัตว์วิเชษวินเจบ้องอุ่นเนื้ออเมริกเนื้อรบคือจีประเทศเดมีนัดในการบอชมาวีไปปลุกตามเนี่ยกูนโยบายระบบประเทศในแต่ได้บัสันจีประเทศใดกลายกลายไปแบบสัตว์อย่างนี้แต่รบสังเกตสังกัดสติมนุษย์ของประเทศกัมพูชีอันนั้นคืออาสานะอะไรนี่คือกิจกรรมตื่นเรื่องสังครีมตีบ้าประสาทปรำใบขมเอาจอบบรรลาลูกอาหารหรือกรูเนี่ยบอกมีอติปลเมนจำนวนการเจโซนมานั่นคือตราวันนะนอนคือตะดอกปลาลูกเมื่อจันของเบลล่าเรนีลูกกรูลูกซอมแรงซีอาจมินสังคมบานโจสรบติอาจเนี่ยสู้แต่ให้ไออัดดังเนี่ยมีบองโอนยืนมวยชนะเคยมีสู้แต่ลูกกรูเต้าปฏิกรรมไปเชียยืงอาจยกได้ไปไทยไปไว้บ้านได้อ่านเต้าไทยอาจเนี่ยไฟขมายเรื่องที่ใบอ่านเต้าซอมินซีอาจโจสระอ่านแค่ไหนตุสไลตุเต้าคดีแรงแจกในเรื่องโลกนี้มีนเอาไว้ได้มันอ่านเราแบบคลาสซออเมริกมีนตันในประเทศในโจลมกอเมริกหายสมลุยรวดนะสำนางมกมีนตันในแบบเจริญนะมาขมายแฮปปี้ฮัลมอปิไทยรกซี่จมวยหุ่นไซน์นะจังประโยชน์ขยมอ่านขมันบองโอนยืมมันต่อเตี้ยปีใบขมันเตี้ยบอดมีนประเทศไอเต้คือยืมมันจอบกับสายโต้ดับตรำนึงจบนะบาลิเจตักต้องกัดเมียนเมียนอะไรเมียนจันนั่งอันดีเต้เมียนตามปรุงใดหลักครูบาลิเจตักต้องกิจใส่กี่ปอกตรงกิจใส่กี่อัดเยอะปักตรงกิจบางก็จะเสียก็จะเสียนะปักตรงกิจก็จะเสียจังปักตรงกิจบางก็จะเสียนี่ท่าสังครีมไปใส่ซอโง่จึงโกจึงโรสระอาหนึ่งโมบางยังใส่ซอโง่ปักตักโกจึงโรสระอาหนึ่งโมอันนั้นคือเวียประบาอ่านนะโดยจะสันติเพียบสันติเพียบคือใส่ซอโนจึงต่อสระเอโพสระอาหนึ่งบ่อบางทีจึงใส่สันติเพียบใส่ซอหนึ่งโนปัตตะต่อดัสระเอโพดัสระอาหนึ่งโปอันหนึ่งวีนของมันนั่นอ่านทำไว้อ่านเติมไปนะเรายังจำใส่ที่สันติอันนี้อ่านเติมไปยังสมาร์ทชั่วโมงไอ้สันติบอกกุลเพียบหนึ่งกว่าสติอารมณ์ไม่ยังอ่านนะเดี๋ยวถ้าสันติเพียบไปใส่ต่อโนจึงต่อสระเอโปอันนี้โพสระอาหนึ่งโปบ่โดยยังที่ร้อนเนี่ยโดยยังใส่ซอโนปัตตะต่อดัสระเอโพสระอาหนึ่งโปเว้นของคนใช้มาบ่มเปลี่ยนมองตัวจุดเนี้ยนั่งสติอารมณ์ไม่มีเพียบเหมือนประกาศได้ไม่นั่นคือปากตรงกิจเนี่ยนั่นปากตรงกิจแบบก็จะเซรีย์ก็ได้ปากตรงกิจก็ปอสำหรับจีปอสอาป้างก็ปักแบบตัวจีปักตัวเองสระคูณอัพมานีกำปุงแต่จังดังตนในพวกเจลเฟอร์กาเดซีแน่เนาะ
គាត់ស្រាវជ្រាវមានអ្នកខ្លះគឺស្រាវជ្រាវណាតែនៅនេះអ្នកខ្ជិលធ្វើការ DC ណែអ្នកដែលខ្ជិលធ្វើការ DC ជាងគេជាទូទៅគឺជនជាតិដើមនឹងឯងហ្នឹងហើយហួតសារ៉ិនម្នេះភាសានឹងយួនចូលស្រុកទៅចេះអត់ទេបាទខ្មែរយើងខ្លះគាត់ទៅសេក៏អត់ដែរបានទៅសេដល់គាត់ទៅសេខ្ញុំមើលអត់យល់ហើយបងប្អូនក៏មើលយល់ដែរណាតាមពិតគឺល្អបាទអរគុណច្រើនសម្រាប់ការខមមិនម្នេះគាត់ណាលោកគ្រូនិយាយនេះគឺដើម្បីឲ្យយើងសេឲ្យត្រូវម្នេះបើតែលោកគ្រូមិនឲ្យខ្ញុំចឹងត្រូវតែថាបើគ្រូបើមិនថាឲ្យមិនហៅគ្រូនៅអានេះសូនណានៅក្នុងសាលាបើកណាយើងទៅសេខុសមែនទេគឺត្រូវតែប្រាប់ថាខុសគេអត់ទៅសេចឹងទេបើអត់ប្រាប់អាហ្នឹងគឺខូចអនាគតណាអញ្ចឹងត្រូវអរគុណលោកគ្រូបាទថៃខ្លាចចិនឬលោកគ្រូថៃអត់មានខ្លាចអីទេបាទមែនទេចិនក៏វាមិនខ្លាចអាមេរិកក៏វាមិនខ្លាចណាអ្វីដែលថៃខ្លាចហ្នឹងគឺប្រទេសកម្ពុជាយើងនឹងមានមេដឹកនាំខ្លាំងតែប៉ុណ្្នឹងទេព្រោះចិនហើយអាមេរិកវាអត់មានអីទេព្រោះមានមេដឹកនាំខ្លាំងទៅគឺវាត្រួតក្បាលមិនបានវាឈ្លានពានមិនបានវាយកទឹកដីក៏អត់បានហើយនិយាយពិតណាបងប្អូនស្ដាប់ទៅចំកន្លងឆែកតែត្រូវថៃវាអត់មានទៅខ្លាចអាមេរិកវាអត់មានទៅខ្លាចអីចិនទេគឺវាខ្លាចខ្មែរមានមេដឹកនាំខ្លាំងហើយមានប្រាជ្ញាខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រគឺវាអញ្ចឹងដែរហើយថៃមិនចង់ឲ្យខ្មែរនឹងលូតមុខលូតមាត់ជាងវាឡើយអានឹងជារឿងពិតទៅណាសូនសិតតើវិស័យធនាគារនៅកម្ពុជាអាចនឹងដួលដែរឬអត់លោកគ្រូអាចណាប៉ុន្តែភាគរយវាប៉ុន្មានវាអាស្រ័យទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាមែនទេគាត់ថាភាគរយវាតិចតើវិស័យធនាគារនៅក្នុងប្រទេសកម្ពុជាអាចដួលរលំទេអាចប៉ុន្តែភាគរយវាតិចណាបាទភាគរយវានឹងគឺថាដូចថា 10% 20% ទៅ 80% អត់គួរជឿជាក់បានឡុងជីអ៊ុងបាទជំរាបសួរបងប្អូនបាទរំដាប់កឹមច័ន្ទដាវីខិន everyone stay at home សំណាងមក I think a lot of my people បាទ smoke too នឹកម៉ាលីពូចកែវានៅតែឆ្កែបាទដែលពូឆ្កែគឺឆ្កែត្រឹមត្រូវគាត់ណាមនុស្សយើងស្រុកខ្មែរយើងកាលណាមនុស្សអន់ទៅប្រៀបទៅឆ្កែប៉ុន្តែស្រុកនេះឆ្កែមានតម្លៃបើនៅអាមេរិកនៅអឺរ៉ុបឆ្កែមានចូលពេទ្យអ្នកខ្លះមានសិតសក់ពាក់អាវពាក់ស្បែកជើងខ្លះដេកជាមួយឆ្កែទៅទៀតណាខ្មែរស្រុកខ្មែរអាហ្នឹងគឺការឲ្យនិយមន័យអាស្រ័យទៅលើបរិបទសង្គមនិងប្រវត្តិសាស្ត្របរិបទសង្គមប្រវត្តិសាស្ត្រខ្មែរយើងតាំងពីដុំបរមបុរាណដូនតាមកណាឈឹមសុផាតឆ្កែស្រុកស្រែគឺវាលេងនៅក្រោមផ្ទះហើយវាស៊ីលេងមុខដូចខ្មែរយើងហៅទៅជួអាចកាន់ដបងណាគឺឆ្កែហ្នឹងវាតាមយើងហ្នឹងអញ្ចឹងបានគឺខ្មែរយើងវាឲ្យអញ្ចឹងបើស្រុកនេះវាមិនទៅស៊ីបងប្អូនណាអញ្ចឹងបានថាបើកាលណាយើងនិយាយអំពីឆ្កែយើងត្រូវនិយាយអំពីបរិបទនៅក្នុងប្រទេសកម្ពុជាបើនិយាយអំពីបរិបទនៅអឺរ៉ុបឆ្កែជាមិត្តសម្លាញ់របស់មនុស្សហើយវាអត់មានកំហុសទេមនុស្សថោកទាបជាងឆ្កែឆ្ងាយណាស់ណាគូមនុស្សទេដែលវាពុតត្បុតនេះឆ្កែស្មោះត្រង់ណាបើយើងនិយាយអំពីសត្វណាវិជ្ជការហេងមានអ្នកខ្លះហ្នឹងដល់ទៅពេលឆ្កែហ្នឹងវាស្មោះត្រង់ពេកទៅពេលដែលដើរចេញពីផ្ទះនឹកឆ្កែជាងនឹកពួកម៉ាក់នឹកអាលោកអញអាចននេះអញហ្នឹងវាមិននៅផ្ទះនោះហើយពេលដែលឃើញយើងមកវាបាក់កតុយវាលោតណាវាលោតលេងជាមួយយើងហ្នឹងទៅណាមកណាចង់ទៅយកទៅតាមទៅទៀតណាអាហ្នឹងគឺរឿងពិតណាបងណាខ្ញុំនិយាយនេះគឺនិយាយដើម្បីឲ្យវាមានដែលហៅថាវាយុត្តិធម៌បាទបេះដូងមនោចេតនាជាមួយសាច់ប៉ុន្តែនៅក្នុងស្រុកខ្មែរយើងគេច្រើនប្រៀបធៀបមនុស្សទៅជាឆ្កែខឹងដោយសារឆ្កែនេះវាស៊ីអាត់ណាហើយវាខាន់មនុស្សបាទសំណាងមុខត្រូវហើយវិជ្ជការហេងរំដាកឹមបាទអាឡុកកាអីគេអាឡុកកា Peace Walk Dog is famous in the world right now បាទឥឡូវនេះគេហៅថាដឹកឆ្កែដើរលេងគឺពេញនិយមហ៎បាទឡុងវេវ៉ាហានៅក្នុងនេះសិតនិយាយសូនតារានិយាយថាលោកគ្រូត្រូវខ្ញុំចេញពីផ្ទះទៅផ្សារអញ្ចឹងណាខ្ញុំមកឆ្កែខ្ញុំណាទៅដល់ទីបក់កតុយវាលៀនតាទៅទៅណាមកណាចង់យកតាមបន្ទុកវានៅក្នុងផ្ទះហ្នឹងទៅបើកទ្វារមកជួនកាលឆ្កែខ្លះវាដឹងសំឡេងម្ចាស់វាទៀតមនុស្សមកកកកដើរកាត់មុខផ្ទះវាអត់ផ្អើលទេប៉ុន្តែសំឡេងម្ចាស់វាមិនដឹងអត់និយាយទេស្នាមបែកស្បែកជើងតុកវាលោតមកគោះទ្វារតាមទ្វារខ្លះមានកញ្ចក់ក្ដុកមកធ្វើឲ្យយើងរឹតតែស្រឡាញ់ណាបាទណារំដាកឹមដដែលទេច័ន្ទបតុមច័ន្ទបតុមបាទកែវសុកនិមលសួស្ដីចឹងប្រិយមិត្តខ្ញុំមើលទៅអត់មានអីទេដោយសារតែអត់មានអីដែរបញ្ញា
ណាត់មានខមមិនសំណួរឬក៏មតិណាប្រចាស់គ្នាដែលត្រូវបកស្រាយអីទេខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាសៅសិតការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាសនំថៃស្រាប់ខោជន់ផ្ដាច់ការចូលរដ្ឋនេះផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតសម្រាប់នៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី